ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយដែលបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វចាបមាសខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសណាស់ច្បាស់ជាធ្លាប់បានស្ដាប់បទចម្រៀងរបស់លោកតាស៊ិនស៊ីសមុទ្រដែលមានចំណងជើងថាវិចារចាបមាសនិងទំនួញចាបមាសហើយនេះគឺជាសកម្មភាពរបស់ចាបមាសឈ្មោលដែលកំពុងតែទាញស្មៅដើម្បីយកទៅធ្វើសម្បុកជាទូទៅចាបមាសមានកម្ពស់ប្រមាណជា10សង់ទីម៉ែត្រពេលបន្តពូជចាបឈ្មោលមានពណ៌ក្រហមជាំលាយអុចពណ៌សពីពេញខ្លួនបងប្អូនទាំងអស់គ្នាមើលចុះគឺថាចាបឈ្មោលពិតជាមានសម្រស់ស្រស់ស្អាតមែនទែនដើម្បីតាក់ទាញចាបញីហើយចំណែកចាបញីរបស់យើងវិញគឺថាមានពូពណ៌ត្នោតចុងខ្នងនិងចំពោះពណ៌ក្រហមឆ្នូតស្លាបស2ចំណែកឯទីជម្រកវិញគឺនៅតាមតំបន់វាលស្មៅតំបន់ដីសើមតំបន់វាលស្រែកំពតព្រៃរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមករាដល់ខែកញ្ញាហើយខ្ញុំក៏ជាអ្នកចូលចិត្តស្ដាប់បទចម្រៀងរបស់លោកតាស៊ិនស៊ីសមុទ្រដែរពេលដែលខ្ញុំស្ដាប់មកដល់ប៉ះបទចម្រៀងវិចារចាបមាសខ្ញុំគិតថាចាបមាសមានតែនៅក្នុងបទចម្រៀងនោះទេដែលកវីលោកនិពន្ធឡើងតែតាមពិតចាបមាសនៅមានវត្តមាននៅឡើយនេះទេហើយគិតថាចាបមាសនេះដែរគឺវាពិតជាស្រស់ស្អាតទៅកវីលោកនិពន្ធបទចម្រៀងដែលប្រៀបប្រដូចមនុស្សទៅនឹងចាបមាសបែបនេះរៀងរាល់ឆ្នាំចាបមាសតែងតែបង្ហាញវត្តមាននៅក្នុងបឹងព្រៃល្ពៅនៅខែមករានិងបន្តស្នាក់នៅរហូតដល់ខែសីហាទើបវាបម្លាស់ទីចេញទៅកាន់តំបន់ផ្សេងៗសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា